សួរថាតើភេទកូនកំណត់តាំងពីពេលណាអ្នកគ្រូកូនខ្ញុំមកមើលអេកូខែណាបានមើលឃើញភេទច្បាស់សហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រី មហារីកមាត់ស្បូន មហារីកដោះ រោគបុរស តម្រងនោម វះកាត់ចោះ វះកាត់ទូទៅ ចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេស ទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ចាសូមជម្រាបសួរនេះខ្ញុំវិជ្ជបណ្ឌិតដំចានមានរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាល DOTOP ដែលមានទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យដែលជាអតីត clinic ឯកទេសហើយយើងមានសេវាកម្មខាងផ្នែកសម្ភពផ្នែកវិបត្តិអត់កូនឬកូនច្រើនដងវិភាគរោគមហារីកមាត់ស្បូនដុំស្បូនដុំដោះជាដើមចាចម្លើយតាមរយៈNHS មានន័យថា National Hospital នៃសិង្ហបុរីហ្នឹងបានបង្ហាញឲ្យឃើញថាទីរក់ដែលយើងអាចមកមើលភេទបានហ្នឹងយើងចាប់ពីអាយុ11សប្តាហ៍ទៅតើវាមានរបៀបច្បាស់លាស់បានប្រមាណភាគរយភាពច្បាស់លាស់នៃការមើលអេកូដើម្បីកំណត់ភេទរបស់ទារកគឺអាស្រ័យទៅលើទី1គ្រូពេទ្យអេកូដែលធ្វើឲ្យយើងហ្នឹងគាត់មានសមត្ថភាពក្នុងការមើលប៉ុណ្ណាទី2ម៉ាស៊ីនដែលមើលឲ្យយើងហ្នឹងវាមានកម្រិតច្បាស់ប៉ុណ្ណាទី3កូនអាយុកាន់តែច្រើនកាន់តែល្អមានថាប្រៀបធៀបរវាងការមកធ្វើអេកូ11សប្តាហ៍ហើយនិង12សប្តាហ៍12សប្តាហ៍ច្បាស់ជាងតែបើសិនជាគាត់មកមើលកាន់តែធំភាពច្បាស់លាស់ទៅលើភេទរបស់កូននោះបានកាន់តែល្អអញ្ចឹងមានអ្នកម៉ាក់លោកប៉ាជាច្រើនដែលគាត់មកធ្វើអេកូនៅពេលដែលកូនអាយុបាន11និង12សប្តាហ៍គ្រូពេទ្យគាត់មិនទាន់អាចមើលឃើញចេញជាប្រដាប់ភេទរបស់កូនបានទេក៏ប៉ុន្តែគាត់អាចមើលឃើញទៅលើអាសញ្ញាឆ្នូតសនៃផ្ដួចប្រដាប់ភេទរបស់ទារកនឹងបានតាមរយៈការផ្ដល់ជាកម្រិតបើសិនជាគាត់មានមុំចន្លោះពី0ទៅ30ដឺក្រេយើងកំណត់ថាជាភេទស្រីតែបើសិនជាមុំរបស់គាត់នឹងលើសពី30ដឺក្រេយើងកំណត់ថាភេទប្រុសគេមានការសិក្សាមួយបានបង្ហាញថាការធ្វើបែបនេះនៅចន្លោះទារកអាយុ11និង12សប្តាហ៍ការកំណត់ភាពច្បាស់លាស់ទៅលើភេទប្រុសនិងភេទស្រីហ្នឹងយើងកំណត់ទៅលើភេទស្រីបានភាពច្បាស់លាស់បាន87%ហើយកំណត់ទៅលើភេទប្រុសហ្នឹងបាន91%អញ្ចឹងដូចបានបងប្អូនបានឃើញអញ្ចឹងវាអត់មានជាអី100%សម្រាប់បងប្អូនដែលចង់ថាច្បាស់ហ្មង100%គឺអត់ទេនៅតែមានជា data error ជាសរុបមកវិញសម្រាប់អ្នកដែលចង់ដឹងភេទកូននៅអាយុគាត់តែចន្លោះពី11ទៅ12ឬ13សប្តាហ៍គាត់អាចអញ្ជើញមកមើលបានក៏ប៉ុន្តែគាត់ត្រូវទទួលស្គាល់ថាភាពច្បាស់លាស់របស់វាបានត្រឹមតែ80ទៅ90%អត់អាចមានកម្រិតខ្ពស់បានទេការសិក្សាហ្នឹងដែលបានគេធ្វើនៅក្នុងឆ្នាំ2018តែបើសិនជាយើងទៅអានឯកសារកាលពីធ្វើនៅក្នុងឆ្នាំ2005 2006 2007 2008 percentage នៃភាពច្បាស់លាស់របស់វាបានត្រឹមតែ60ទៅ70% ប៉ុណ្ណោះរវាងអ្នកម៉ាក់លោកប៉ាដែលគាត់តាមមកមើលអេកូហើយពេលខ្លះគាត់ទៅបានពិនិត្យអេកូនៅកន្លែងមួយដែលអាយុកូនរបស់គាត់ទៅតែបានតិចទេបាន11អាទិត្យឬបាន10អាទិត្យពេលខ្លះគាត់មើលអត់ទាន់ច្បាស់ហ្នឹងហើយគាត់មកមើលនៅកន្លែងមួយទៀតដែលអាយុកូនរបស់គាត់ឡើង14ទៅ15 16សប្តាហ៍អញ្ចឹងច្បាស់ជាអ្នកមើលកូនពេលអាយុ15 16សប្តាហ៍ហ្នឹងឯងដែលគេច្បាស់ជាងហើយមើលនៅទូចហ្នឹងអត់ច្បាស់ចាអញ្ចឹងខ្ញុំសូមបកស្រាយចម្ងល់ទៅកាន់អ្នកម៉ាក់លោកប៉ាជាច្រើនជាពិសេសអ្នកដែលមានកូន1 2ហើយណាហើយខ្លួនឯងexpectចង់បានកូនប្រុសឬមួយកូនស្រីដែលស្រាប់តែគ្រូពេទ្យគាត់ធ្វើអេកូទៅមានការ error ទៅលើផាតពេលខ្លះវាធ្វើឲ្យគាត់មានអារម្មណ៍ disappointed ទៅកាន់ result ហ្នឹងអញ្ចឹងខ្ញុំនៅក្នុងការសិក្សាបានបង្ហាញហើយវាអត់ 100% sure ទេចាអញ្ចឹងសម្រាប់អ្នកដែលចង់ដឹងភេទកូនច្បាស់ហ្មងគឺយើងអាចធ្វើ NIPT test នៅកូនអាយុ10អាទិត្យអានោះបើសិនជាយើងចង់ដឹងភេទកូនច្បាស់តែម្ដងគឺយើងបូមឈាមយើងយក genetic កូនដែលមាននៅក្នុងឈាមរបស់ម៉ាក់ហ្នឹងយកទៅមើល DNA ទៅថាកូនហ្នឹងភេទអីហើយមានជំងឺ Down syndrome អត់មានអីអត់ហ្នឹងអ្នកដែលចង់ដឹងភេទកូនច្បាស់សួរថាតើភេទកូនកំណត់តាំងពីពេលណាតាំងពីពេលណា
តាមពិតទៅគឺវាកំណត់តាំងពីពេលដែលជួបរវាងមេជីវិតញីនិងមេជីវិតឈ្មោលរវាង ovule ហើយនិង spermatozoid ចាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងឆ្លើយស្រាយចម្ងល់និយាយរួមសួរតាំងពី page ហង TikTok ហង Telegram ហងទៅកាន់អ្នកម៉ាក់លោកប៉ាទាំងអស់គ្នាដើម្បីឲ្យបានដឹងថាគួរត្រៀមខ្លួនឯងមកធ្វើអេកូនៅខែណាដើម្បីចង់ដឹងភេទកូនតែសម្រាប់គ្រូពេទ្យការធ្វើអេកូមិនមែនដើម្បីមើលភេទតែមួយមុខទេគឺដើម្បីមើលទៅលើសុខភាពកូនជំងឺមិនធម្មតាពីកំណើតមើលទៅលើថាកូនប្រឈមជាមួយនឹងកើតនៅជំងឺឬមួយក៏អ្នកម៉ាក់ប្រឈមនឹងកើតជំងឺកណ្ដាលភ្លើងឬមួយអីបន្ថែមទៀតអញ្ចឹងកុំគិតថាមកមើលអេកូដើម្បីតែភេទត្រូវគិតថាមកមើលអេកូដើម្បីសុខភាពនិងដើម្បីការពារជំងឺទើបល្អជាងចា៎សូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926